បើ Facebook មកបាទឃើញបងងូនសបិនគាត់និយាយថាបើសិនជាប្រពន្ធបាទធ្វើប្តីគ្រប់គ្រាន់ប្តីក៏មិនអាចមានថ្មីបានដែរក្នុងនាមខ្ញុំជាមនុស្សប្រុសម្នាក់បាទជាប្តីមិនរូបគេដែរបាទខ្ញុំសូមមិនគ្រប់គ្រងនឹងពាក្យសម្ដីរបស់គាត់និយាយចឹងបងប្អូនមករិសាអីសារថាធម្មតាប្តីប្រពន្ធយកគ្នាមកដើម្បីបាទចាប់ដៃគ្នារស់ស៊ីសាងសុភមង្គលជាមួយគ្នាបាទមិនមែនយកគ្នាមកដើម្បីតែចាំបំបាក់ទឹកចិត្តគ្នាទៅវិញទៅមកចឹងទេយើងមិនគិតថាយើងជាមនុស្សប្រុសបាទចង់ទៅរកក្រៅពេលណាក៏បានពេលថ្ងៃណាដែលប្រពន្ធគាត់ឲ្យស្រួលខ្លួនទៅបាទក៏ទៅរកស្រីក្រៅបាទទៅតាក់ទងស្រីក្រៅទៅរ៉ាវខេចឹងទៅដោយបាទមិនមែនខ្វល់ពីចិត្តប្រពន្ធតិចសោះបើថាចិត្តយើងនៅសប្បាយនៅចង់ហឺហាលយឆាយបាទដល់រស់ស្រីក្រៅអញ្ចឹងមិនបាច់យកប្រពន្ធមកទេនាំតែធ្វើឲ្យគាត់ពិបាកចិត្តនិយាយរួមទៅបាទសម្ដីគាត់និយាយមកហ្នឹងគាត់ទម្លាក់កំហុសទៅខាងស្រីតែគាត់អត់មានចាំទេថាបាទមនុស្សស្រីរាល់ថ្ងៃហ្នឹងបងប្អូនដូចមេដាដៃ100អញ្ចឹងបាទការងារអីគាត់អាចធ្វើបានដែរបាទទាំងពោពុះធ្វើការងារផ្ទះបាទមើលថែកូនទៅកូនបញ្ចុកបាយកូនបាទជួនកាលបាទការងារខ្លះហ្នឹងយើងនឹងប្រុសធ្វើអត់កើតបងប្អូនតែគាត់ធ្វើកើតហើយពាក្យសម្ដីមួយម៉ាត់ទៀតដែលគាត់ថាប្រពន្ធបើសិនជាអាចផ្ដល់ប្តីបានគ្រប់គ្រាន់បាទគាត់នឹងមិនអាចមានថ្មីបានទេអញ្ចឹងខ្ញុំឆ្ងល់បងប្អូនមកឆ្ងល់ពាក្យថាបើគាត់និយាយអញ្ចឹងមានន័យថាម៉េចបាទគាត់និយាយសំដៅរឿងលើក្រេក៏រឿងអីផ្សេងបងប្អូនមករិសាគាត់និយាយថាប្រពន្ធផ្ដល់មិនគ្រប់គ្រាន់ហ្នឹងតែបើសម្រាប់ប្តីប្រពន្ធខ្ញុំវិញបងប្អូនមកការងារអីក៏ដោយបងប្អូនខ្ញុំតែជួយគ្នាវិញទៅមកបាទមិនថាការងារផ្ទះបាទបោកកៅអៅហាលកៅអៅបាទធ្វើម្ហូបវិញខ្ញុំតែជួយគ្នាវិញទៅមកមិនដែលចេះប្រចាំគ្នាម្ខាងអញ្ចឹងព្រោះរិសាតែរាល់ថ្ងៃបាទខ្ញុំក៏ធ្វើការគាត់ក៏ធ្វើការអញ្ចឹងយើងហត់ដូចគ្នាបងប្អូនបើយើងនៅប្រចាំតែម្ខាងអញ្ចឹងវាអត់កើតទេពាក្យថាជាប្តីប្រពន្ធមកត្រូវចេះឲ្យតម្លៃគ្នាទៅវិញទៅមកចេះយកពីទុកទៅរកគ្នាមិនមែនបាទយកគ្នាមកដើម្បីតែចាំទម្លាក់កំហុសទៅម្ខាងអញ្ចឹងទេពាក្យថាជាប្រពន្ធប្រៀបដូចជាម្ដាយអញ្ចឹងបងប្អូនបាទគាត់មិនមែនជាម្ដាយយើងបាទប៉ុន្តែអត់ពីម្ដាយទៅបាទគឺគាត់នឹងហើយបាទដែលជាម្ដាយទី2របស់យើងបាទពេលយើងឈឺស្កាត់មានទុកទៅរកហ្នឹងមានតែគាត់នឹងហើយតែនៅក្បែរយើងប៉ុន្តែអ្វីបានជាគាត់និយាយមកបាទអត់សូវឲ្យតម្លៃប្រពន្ធអញ្ចឹងវីដេអូបាទសូមផ្ដាំទៅមនុស្សប្រុសទាំងអស់បងប្អូនបាទបើសិនជាយើងមិនតន់អស់ការសុបាយមិនតន់អស់ការដើរលេងហឺហាទេបងប្អូនបាទកុំតន់យកប្រពន្ធមកធ្វើអីកុំឲ្យគាត់ពិបាកចិត្តដោយសារតែយើង